រឿងប្រវត្តិបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាលពីព្រេងនាយមានស្រុកភូមិមួយដ៏សម្បូរសប្បាយអ្នកស្រុកនៅទីនោះរស់នៅយ៉ាងសុខសាន្តនៅទីនោះមានកុមារម្នាក់ឈ្មោះធម្មបាលកុមារគាត់មានប្រាជ្ញាឈ្លាសវៃខ្លាំងណាស់ចេះចប់គម្ពីរតាំងពីអាយុ7ឆ្នាំអ្វីដែលកាន់តែអស្ចារ្យនោះគឺគាត់អាចស្ដាប់ភាសាសត្វបានគ្រប់ប្រភេទគេឈ្មោះរបស់ធម្មបាលកុមារបានឮទៅដល់កបិលមហាព្រហ្មនៅឯឋានសួគ៌ទ្រង់មានការងឿងឆ្ងល់និងចង់លបងប្រាជ្ញាកុមារនេះភ្លាមនោះកបិលមហាព្រហ្មក៏បានយាងចុះពីឋានសួគ៌មកជួបធម្មបាលកុមារព្រះអង្គចង់សួរប្រស្នាដ៏លំបាកមួយដើម្បីលបងប្រាជ្ញានិងភ្នាល់ជាមួយធម្មបាលកុមារយើងមកនេះដើម្បីសួរប្រស្នាឯង3ខតើឯងអាចដោះស្រាយប្រស្នាទាំងនោះបានទេធម្មបាលត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងប្រស្នាទាំង3ខនោះការភ្នាល់នេះធំធេងណាស់បើអ្នកឆ្លើយត្រូវយើងនឹងកាត់ព្រះសិរសាថ្វាយតែបើអ្នកឆ្លើយខុសអ្នកត្រូវតែកាត់ក្បាលខ្លួនឯងថ្វាយយើងវិញនេះគឺជាប្រស្នាទាំង3តើសិរីសួស្តីរបស់មនុស្សនៅឯណានាពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចកបិលមហាព្រហ្មទុកពេលឲ្យធម្មបាលកុមារចំនួន7ថ្ងៃដើម្បីរកចម្លើយធម្មបាលកុមារចាប់ផ្ដើមគិតយ៉ាងស្មុគស្មាញព្រោះមិនដឹងថាគួរឆ្លើយបែបណាពេលវេលាកន្លងផុតទៅ6ថ្ងៃហើយធម្មបាលនៅតែគិតរកចម្លើយមិនចេញគាត់ខំប្រឹងរកចម្លើយក្នុងសៀវភៅណាក៏គ្មានដែរដោយគិតថាខ្លួនច្បាស់ជាស្លាប់ដោយសាររកចម្លើយមិនបានទើបគាត់ក៏រៀបចំខ្លួនរត់ចាកចេញពីភូមិគាត់មិនចង់ឲ្យអ្នកភូមិឃើញគាត់ស្លាប់នោះទេគាត់បានដើរចូលទៅក្នុងព្រៃជ្រៅយ៉ាងកំសត់គាត់ដើររហូតដល់អស់កម្លាំងដោយសារតែហត់ខ្លាំងពេកគាត់ក៏សម្រាកដេកនៅក្រោមដើមត្នោតមួយគូនៅចំកណ្ដាលព្រៃគាត់គិតថាគាត់នឹងបិទភ្នែករង់ចាំសេចក្តីស្លាប់នៅទីនោះតែម្ដងចៃដន្យអីនៅលើចុងត្នោតនោះមានសត្វឥន្ទ្រីញីឈ្មោលមួយគូមកទុំនៅទីនោះពួកវាកំពុងនិយាយគ្នាអំពីប្រស្នាដែលកបិលមហាព្រហ្មបានភ្នាល់ជាមួយធម្មបាលកុមារតើបងដឹងទេថ្ងៃស្អែកយើងមានអ្វីនឹងបានធ្វើជាអាហារទៅឥន្ទ្រីឈ្មោលគិតបន្តិចរួចហើយក៏ឆ្លើយតបទៅឥន្ទ្រីញីវិញថាថ្ងៃស្អែកយើងនឹងបានស៊ីសាច់ធម្មបាលកុមារហើយព្រោះគេមិនអាចដោះប្រស្នារបស់កបិលមហាព្រហ្មចេញនោះទេគេនឹងត្រូវកាត់ក្បាលហើយចំពេលនោះធម្មបាលកុមារដែលនៅក្រោមដើមត្នោតបានស្ដាប់ឮការសន្ទនារបស់ឥន្ទ្រីទាំងពីរគេបានប្រុងត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់តើប្រស្នានោះជាអ្វីទៅហេតុអ្វីបានជាធម្មបាលកុមារមិនអាចដោះស្រាយបានយ៉ាងដូចនេះប្រស្នានោះគឺយ៉ាងដូចនេះតើសិរីសួស្តីរបស់មនុស្សនៅឯណានាពេលព្រឹកពេលថ្ងៃត្រង់និងពេលល្ងាចតើប្រស្នានោះជាអ្វីទៅតើប្រស្នានោះត្រូវឆ្លើយយ៉ាងម៉េចពេលព្រឹកសិរីសួស្តីស្ថិតនៅមុខទើបមនុស្សត្រូវលុបមុខហើយពេលថ្ងៃត្រង់សិរីស្ថិតនៅទ្រូងទើបមនុស្សត្រូវយកទឹកលាបទ្រូងឬងូតទឹក
នឹងនៅឯពេលល្ងាចសេរីស្ថិតនៅជើងទើបមនុស្សត្រូវលាងជើងមុនចូលគេងធម្មបាលត្រេកអរយ៉ាងខ្លាំងគាត់សើចយ៉ាងរីករាយរួចហើយលោតទះដៃអបអរសាទរគាត់បានកត់ត្រាចម្លើយទុកក្នុងចិត្តគាត់មានអារម្មណ៍រំភើបនិងរីករាយជាខ្លាំងគាត់ប្រញាប់រត់ត្រឡប់ទៅជួបកបិលមហាព្រំវិញយ៉ាងលឿនថ្ងៃទី7បានមកដល់ជាថ្ងៃណាត់ជួបរបស់កបិលមហាព្រំនិងធម្មបាលកុមារនៅថ្ងៃទី7កបិលមហាព្រំបានយាងមកទាមទារចម្លើយពីធម្មបាលកុមារធម្មបាលកុមារប្រឈមមុខជាមួយកបិលមហាព្រំទាំងញញឹមដោយភាពជឿជាក់ធម្មបាលកុមារបានរៀបរាប់ចម្លើយទាំង3យ៉ាងក្បោះក្បាយនិងត្រឹមត្រូវកបិលមហាព្រំភ្ញាក់ផ្អើលនឹងចម្លើយរបស់ធម្មបាលកុមារយ៉ាងខ្លាំងព្រោះមិននឹកស្មានថាអាចឆ្លើយបាននោះទេដោយសារធម្មបាលកុមារឆ្លើយត្រូវកបិលមហាព្រំត្រូវតែរក្សាសន្យាទ្រង់ត្រូវកាត់ព្រះសិរសាខ្លួនឯងតាមការសន្យាភ្នាល់ប៉ុន្តែក្បាលរបស់ទ្រង់មានមហិទ្ធិឫទ្ធិខ្លាំងណាស់បើធ្លាក់ដល់ដីនឹងឆេះលោកីហិនហោចបើទម្លាក់ទឹកនឹងរីងស្លាប់អស់ទាំងជីវិតក្នុងទឹកនិងលើគោកហេតុនេះទ្រង់បានហៅបុត្រីច្បងព្រះនាមទុងសាទេវីយកពានផ្ញើដើម្បីមកទទួលក្បាលរបស់ទ្រង់ទុងសាទេវីយកពានមាសមកទទួលព្រះសិរសាបិតាដោយក្តីសោកសៅនាងបានធ្វើតាមបណ្ដាំរបស់កបិលមហាព្រំយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំបុត្រីទាំង7បដូរវេនគ្នាដង្ហែព្រះសិរសាប្រទក្សិណជុំវិញភ្នំព្រះសុមេរុនេះហើយជាដើមកំណើតនៃពិធីបុណ្យចូលឆ្នាំខ្មែរនិងទេវតាឆ្នាំថ្មី